សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបង្កើតកងត្រាផ្ទាល់ខ្លួនដោយខ្លួនឯងដំបូងឡើយយើងត្រូវចូលទៅលើ menu setting បន្ទាប់មកយើងធ្វើការ click ទៅលើកងត្រា marker ហើយយើងធ្វើការអូសម៉ៅមកខាងស្ដាំហើយមកខាងសំទោសមកខាងក្រោមបន្ទាប់មកនេះគឺជាប្រភេទកងត្រារបស់យើងឲ្យខ្ញុំធ្វើការលុបវាចេញឧទាហរណ៍ថាខ្ញុំធ្វើការបញ្ចូលឈ្មោះមន្ត្រីឥណទានបន្ទាប់មកគឺខ្ញុំធ្វើការជ្រើសរើសឈ្មោះនៅត្រង់នេះនេះគឺជាប្រភេទផ្នែកដែល system ចាប់យក automatic ឥឡូវខ្ញុំនឹងសូមបញ្ជាក់ត្រង់នេះបន្តិចនេះគឺជាប្រភេទផ្នែកឈ្មោះសុំទោសនេះគឺជាប្រភេទផ្នែកអ្នកតំណាងដែលជាប្រភេទ address របស់អ្នកតំណាងឬមួយក៏ជាថ្ងៃខែឆ្នាំកំណើតរបស់អ្នកតំណាងហើយនឹងមានអ្វីជាច្រើនទៀតនេះគឺជាប្រភេទ loaner ដែលមាន address របស់ loaner ឬមួយក៏លេខកូដរបស់ loaner ហើយនឹងមានអ្វីជាច្រើនផ្សេងទៀតហើយនេះគឺជាប្រភេទអ្នកចូលរួមខ្ចីគឺមាន address របស់អ្នកចូលរួមខ្ចីថ្ងៃខែឆ្នាំកំណើតអ្នកចូលរួមខ្ចីហើយនឹងមានអ្វីផ្សេងជាច្រើនទៀតនៅខាងក្រោមហើយនេះគឺជាប្រភេទអ្នកធានាមាន address របស់អ្នកធានាដូចគ្នាហើយនឹងមានច្រើនទៀតនៅខាងផ្នែកខាងក្រោមនេះហើយនេះគឺជាប្រភេទផ្នែករបស់ loan ដែលមានលេខកូដ loan ថ្ងៃខែរបស់ loan ហើយនឹងមានអ្វីជាច្រើនទៀតដែលនៅខាងក្រោមហើយនេះគឺជាប្រភេទផ្នែករបស់ CEO ដែលជាមន្ត្រីឥណទាននៅខាងក្រោមនេះហើយនេះគឺជាផ្នែក order ផ្សេងទៀតដែលនៅខាងក្រោមបន្ទាប់មកខ្ញុំមិញនេះខ្ញុំដាក់ឈ្មោះមន្ត្រីឥណទានហើយខ្ញុំធ្វើការ copy full name របស់ credit officer មកបន្ទាប់មកខ្ញុំធ្វើការ copy ហើយខ្ញុំធ្វើការ copy នៅទីតាំងដែលខ្ញុំចង់ដាក់បន្ទាប់មកខ្ញុំធ្វើការហាស់នៅខាងក្នុងប្រអប់នេះហើយខ្ញុំចុចទៅលើប៊ូតុង OK នេះគឺនៅពេលដែលយើងធ្វើវាបញ្ចប់ហើយយើងធ្វើការ click ទៅលើប៊ូតុង Save នៅពេលដែលយើង print កងត្រាវានឹងបង្ហាញឈ្មោះមន្ត្រីឥណទានហើយនៅទីនេះគឺឈ្មោះមន្ត្រីឥណទានដែលយើងបានធ្វើការចុះចូលទៅលើ loan គឺ system នឹងចាប់ឈ្មោះមន្ត្រីឥណទាន automatic ដែលយើងធ្វើការចុះចូលហើយខ្ញុំសូមបញ្ជាក់ត្រង់នេះបន្តិចគឺយើងអាចសរសេរផ្នែកជាអក្សរធំក៏បានផ្នែកជាអក្សរ trade ក៏បានឧទាហរណ៍ថាខ្ញុំ click លើផ្នែកអក្សរធំមកនៅពេលដែលខ្ញុំសរសេរគឺវានឹងបង្ហាញឈ្មោះជាអក្សរ dot បើសិនជាខ្ញុំ click ទៅលើអក្សរ trade នៅពេលដែលខ្ញុំសរសេរគឺវានឹងបង្ហាញខ្ញុំទោះនេះវានឹងបង្ហាញជាប្រភេទអក្សរ trade
ហើយនឹងមាន style ជាច្រើនទៀតហើយខ្ញុំអាចពង្រីក font សុំទោសអាចធ្វើការផ្លាស់ប្ដូរ font A4 style font A4 ហើយខ្ញុំអាចធ្វើការផ្លាស់ប្ដូរទំហំ font A4 ក៏បានហើយក៏អាចធ្វើការបញ្ចូលរូបភាពក៏បានបន្ទាប់ពីយើងធ្វើការបញ្ចូលរួចហើយគឺយើងធ្វើការคลิกប៊ូតុង Save ជាការស្រេច